សូមស្រមៃមើលថាប្រសិនបើមិនមានប្រទេសអេស្តូនីសមុទ្របាល់ទិកនឹងពង្រីកចូលទៅកន្លែងដែលអេស្តូនីគួរតែស្ថិតនៅបន្ថែមឲ្យប្រទេសឡាតវីមានឆ្នេរសមុទ្រខាងជើងយ៉ាងធំនឹងធ្វើឲ្យប្រទេសរុស្ស៊ីទទួលបានការចូលដល់ប្រទេសស្កុងឌីណាវីដោយផ្ទាល់ផ្នែកប្រវត្តិសាស្ត្របើគ្មានអេស្តូនីទេតួនាទីជាតំបន់សង្គ្រាមរវាងអាណាចក្រស៊ុយអែតរុស្ស៊ីនិងអាល្លឺម៉ង់នឹងមិនមានឡើយការបាក់បែកនៃសហភាពសូវៀតប្រហែលជានឹងយឺតជាងមុនដោយសារតែខ្វះប្រទេសមួយដែលធួកដឹកនាំការតស៊ូសម្រាប់ឯករាជ្យផ្នែកវប្បធម៌បើគ្មានអេស្តូនីទេក៏មានន័យថាគ្មានបដិវត្តន៍ឌីជីថលរបស់វាទៀតដែរគ្មានប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកទំនើបហើយអេស្តូនីនឹងមិនមានស្ថានភាពជាប្រទេសមានភាពច្នៃប្រឌិតបំផុតមួយលើពិភពលោកទៀតឡើយគ្មានអេស្តូនីគឺគ្មាន Skype គ្មាន Bolt គ្មាន Wise ហើយគ្មានការបោះឆ្នោតអេឡិចត្រូនិកផងដែរ